បងនៅអូស្ត្រាលីជំនាញទាំងអស់គេរៀនប្រហែលឆ្នាំបងហើយជំនាញច្បាប់គេរៀនប្រហែលឆ្នាំដែរហ្នឹងហើយសួស្តីបងប្អូនខ្ញុំជាអតីតនិស្សិតអាហារូបករណ៍ផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅសាកលវិទ្យាល័យ Swinburne ទីក្រុង Melbourne ប្រទេសអូស្ត្រាលីខ្ញុំធ្វើការឆ្លើយតបដល់សំណួរទាំងពីរនេះតែបងអូនម្នាក់នេះក៏បានសួរតែចង់មើលឃើញវីដេអូផ្សេងៗពីខ្ញុំពាក់ព័ន្ធមួយជីវិតនិស្សិតនៅប្រទេសអូស្ត្រាលីហើយនឹងបទពិសោធន៍ផ្សេងៗពីប្រទេសអូស្ត្រាលីទៅជួយចុច follow ហើយនឹង subscribe ហើយនឹងlike share ម្នាក់មួយផងអរគុណច្រើនហ្នឹងហើយអញ្ចឹងបើយោងតាមបទពិសោធន៍របស់ខ្ញុំជាទូទៅបញ្ញាបត្រនៅប្រទេសអូស្ត្រាលីគេរៀនរយៈពេល3ឆ្នាំតែមិនប្រកាសថាគ្រប់បញ្ញាបត្រទាំងអស់នៅប្រទេសអូស្ត្រាលីគេរៀនរយៈពេល3ឆ្នាំទាំងអស់នោះទេប៉ុន្តែជាទូទៅគឺ3ឆ្នាំដូចខ្ញុំនឹងខ្ញុំមករៀនបញ្ញាបត្រផ្នែកគណនេយ្យនិងហិរញ្ញវត្ថុនៅទីក្រុង Melbourne នេះតែ3ឆ្នាំចប់ហើយមានបញ្ញាបត្រខ្លះគេរៀន4ឆ្នាំឬក៏អាចលើនឹងទៀត4ឆ្នាំហ្នឹងគឺអ្នកខ្លះគេរៀនឆ្នាំទី1ឆ្នាំទី2បន្ទាប់មកឆ្នាំទី3គេអត់រៀនទេគេទៅធ្វើការហាត់ធ្វើការងារហ្នឹងគឺយើងត្រូវបង់លុយឲ្យសាលាធម្មតាតែសាលាគេរកការងារឲ្យយើងទទួលបានលុយពីកន្លែងធ្វើការយើងមកហ្នឹងគេបូកជាឆ្នាំទី3បន្ទាប់មកបានចូលឆ្នាំទី4យើងរៀនបញ្ចប់បណ្ដោយគឺជិះស្គីអេមែនហើយបើនិយាយពីរយៈពេលរៀនមួយឆ្នាំនេះក៏អាចពឹងទៅលើសញ្ញាបត្រដែលបងចង់រៀនដែរឧទាហរណ៍អ្នកខ្លះចង់រៀនពេទ្យអីចឹងខ្ញុំគិតថាអាចលើ3ឆ្នាំអាចលើ4ឆ្នាំទៅទៀតបើនិយាយពីបញ្ញាបត្រច្បាប់វិញខ្ញុំមិនដែលបានរៀនច្បាប់ផ្នែកទេប៉ុន្តែខ្ញុំឆែកមើលក្នុង website សាលា Swinburne ដែលខ្ញុំបានរៀនបញ្ញាបត្ររបស់ខ្ញុំនៅសាលា Swinburne ហ្នឹងបញ្ញាបត្រផ្នែកខាងច្បាប់គឺរយៈពេល3ឆ្នាំដូចបញ្ញាបត្រ business អីផ្សេងៗដែរកុំភ្លេច follow ម្នាក់មួយផងបើមានសំណួរផ្សេងទៀតអាច comment សួរខាងក្រោមបានអរគុណច្រើនបាយ